បន្ទាប់ពីធ្វើការផ្ញើតំណែងជាមួយនឹង loader ហើយតើដឹងថា loader ធ្វើការឆែកកញ្ចប់តំណែងរបៀបម៉េចឥឡូវមកមើលជាមួយនឹងវីដេអូនេះទាំងអស់គ្នាដើម្បីទៅមើលថាតើរបៀបនៃការធ្វើការឆែកកញ្ចប់តំណែងរបស់យើងផ្សេងៗយើងធ្វើម៉េចអញ្ចឹងដំបូងឡើយយើងចុចទៅលើកន្លែងដឹកជញ្ជូនអន្តរជាតិចុចទៅលើនឹងសម្រាប់ការផ្ញើតំណែងពីខាងចិនមកអញ្ចឹងបន្ទាប់មកយើងមើលមកខាងក្រោមនេះវិញដែលគេដាក់ថាកញ្ចប់របស់ខ្ញុំកញ្ចប់របស់ខ្ញុំនេះនៅពេលដែលខាងហាងគេចាប់ដើមធ្វើការផ្ញើតំណែងមកកាន់ app Loader នៅពេល Loader ទទួលបានវានឹង update ព័ត៌មានចូលទៅក្នុងនឹងទាំងអស់អញ្ចឹងបើសិនជា load ចូលទៅបែបហ្នឹងមានន័យថាតំណែងហ្នឹងគឺ Loader នៅចិនបានទទួលហើយប៉ុន្តែលើកលែងករណីមួយបើសិនអតិថិជនធ្វើការពេញលេខកូដចូលខ្លួនឯងក៏នៅក្នុងហ្នឹងវាមាន update ជូនដែរអញ្ចឹងគេដាក់ថាត្រូវបានបញ្ជូនទៅក្រៅប្រទេសហ្នឹងមានន័យថាតំណែងកំពុងតែដឹកជញ្ជូនពីចិនមកកាន់ប្រទេសកម្ពុជាយើងចង់ដឹងថាអស់ថ្លៃដឹកបានយើងចេញត្រឡប់មកវិញចុចលើកន្លែងពាក្យខ្ញុំហើយបន្តមកទៀតមើលកន្លែងខ្ញុំបាទចុចទៅលើហ្នឹងទៅគឺចេញព័ត៌មានដែលធ្វើការដឹកជញ្ជូនពីខាងចិនដែលមានលេខប្រអប់មានទីតាំងឃ្លាំងហើយនិង status អីវ៉ាន់ក៏ដូចជាថ្លៃដឹកជញ្ជូនផ្សេងៗដែលយើងអាចមើលបាននៅលើនឹងផ្ទាល់ហ្មងណាអញ្ចឹងគេដាក់ថានឹងមកដល់ហ្នឹងគឺមានន័យថាតំណែងហ្នឹងគឺអត់ទាន់មកដល់ទេអញ្ចឹងបើសិនចង់ដឹងថាថ្លៃដឹកជញ្ជូនរបស់យើងមិនយើងចុចកន្លែងសញ្ញាព្រួយហ្នឹងទៅវាចេញព័ត៌មានទាំងអស់តាំងពីថ្លៃដឹកជញ្ជូនតាំងទំហំតំណែងអីផ្សេងៗខាងលើគេមានដាក់ពាក្យថានៅក្នុងឃ្លាំងអញ្ចឹងនៅក្នុងឃ្លាំងហ្នឹងមានន័យថាតំណែងបានមកដល់ហើយបើសិនជាគេដាក់ថានៅក្នុងឃ្លាំងគឺមានន័យថាតំណែងរបស់យើងបានមកដល់យើងអាចស្នើទៅដកនៅខាងឃ្លាំងផ្ទាល់ក៏បានឬមួយក៏បង់លុយថ្លៃដឹកជញ្ជូនឲ្យស្នើដឹកជញ្ជូនបានធម្មតាប៉ុន្តែនៅមានមួយកណីទៀតចូលមកកន្លែងផ្ទះវិញកណីមួយនេះគឺក្នុងកណីថាខាងហាងធ្វើការដាក់ update ថាតំណែង Loader ទទួលបានប៉ុន្តែនៅក្នុង app យើងអត់ឃើញណាអញ្ចឹងយើងអាចយកលេខកូដ tracking number យើងមក search កន្លែងស្វែងរកនៅក្នុងហ្នឹងណាយើងវាយលេខកូដបញ្ចូលទៅបន្ទាប់មកយើងចុចស្វែងរកអញ្ចឹងមានន័យថាតំណែងមួយនេះចេញព័ត៌មានបែបហ្នឹងគឺមកបញ្ជាក់ថាតំណែងហ្នឹងគឺមកខាងសាខា271វាកែបាត់ឃ្លាំងក្រៅប្រទេសហ្នឹងគឺមានន័យថាតំណែងមកដល់ហើយអញ្ចឹងវាអាចនឹងតំណែងហ្នឹងមកហើយប៉ុន្តែវាអត់នៅក្នុងគណនី Loader របស់យើងមានន័យថាវាអាចចូលជាអត់ម្ចាស់ក្នុងករណីអត់ម្ចាស់អញ្ចឹងយើងអូសមកខាងក្រោមមើលកន្លែងទៀមទាកញ្ចប់ដែលមិនស្គាល់ណាចុចទៅលើនឹងមួយបន្តមកទៀតយើងធ្វើការទាញយកកញ្ចប់ហ្នឹងចូលទៅក្នុងគណនី Loader របស់យើងវិញដែលនៅខាងលើនេះយើងគ្រាន់តែធ្វើការបំពេញលេខកូដ tracking number បញ្ចូលទៅក្នុងហ្នឹងបន្តមកទៀតកន្លែងធាតនេះគឺបំពេញឈ្មោះតំណែងចូលឧទាហរណ៍ថាវាជាប្រភេទកាបូបយើងដាក់ទៅ back យើងសរសេរជាភាសាអង់គ្លេសអញ្ចឹងកន្លែងនេះត្រូវ upload យករូបភាពបញ្ជាក់ថាយើងជាម្ចាស់តំណែងដែលថតចេញពីក្នុង app 淘宝ដែលមានរូបភាពបែបហ្នឹងបន្ទាប់ពីដាក់ស្នាហើយយើងត្រូវចុចកន្លែងដាក់ស្នានេះដាក់ស្នាហើយគឺយើងត្រូវរងចាំអាចចន្លោះពី24ម៉ោងដើម្បីខាងឃ្លាំងគេទៅធ្វើការរកតំណែងហ្នឹងការចូលទៅក្នុងគណនីរបស់យើងវិញបន្ទាប់ពី load បែបនេះមានន័យថាកែបានហើយយើងអាចចូលទៅក្នុងកន្លែងខ្ញុំបាទដើម្បីតាមដានព័ត៌មាននឹងស្នាដកបានធម្មតា